ការវិនិយោគរ៉ែក្រោមដីផ្ដល់គ្រោះកម្មដល់ប្រជាពលរដ្ឋដែលប៉ះពាល់សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ព័ត៌មានពីលោកមានសភាអាជ្ញាធរបានចេញការគម្រាមកំហែងថ្មីម្ដងទៀតក្នុងការបណ្ដេញប្រជាពលរដ្ឋជាង100គ្រួសារឲ្យចាកចេញពីដីដែលរដ្ឋាភិបាលបានផ្ដល់សម្បទានឲ្យក្រុមហ៊ុន OZ អូស្ត្រាលីដើម្បីធ្វើការស្រាវជ្រាវរករករ៉ែមាសតាមអាជ្ញាប័ណ្ណរបស់ខ្លួនហើយករណីប្រជាពលរដ្ឋមិនព្រមរុះរើផ្ទះសម្បែងអាជ្ញាធរនឹងប្រើវិធានការក្តៅក្នុងការដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងនោះដែលជាវិធានការចុងក្រោយដើម្បីដោះស្រាយបញ្ហាក្រុមហ៊ុន OZ អូស្ត្រាលីមួយនេះបានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាក្នុងការស្រាវជ្រាវរករ៉ែមាសនិងលោហៈធាតុផ្សេងៗទៀតនៅតំបន់ស្រុកកែវសីមាខេត្តមណ្ឌលគិរីហើយក្រោយមកការរករកមួយរយៈពេលខ្លីក្រុមហ៊ុននេះបានប្រកាសឲ្យដឹងពីចំនួនរ៉ែមាសក្រោមដីមានជាង8លានតោនតំណាងអ្នកភូមិម្នាក់ឈ្មោះសៀកំយានបានរៀបរាប់ឲ្យដឹងថាប្រជាពលរដ្ឋមានចំនួន95គ្រួសារបានតាំងទីលំនៅច្រើនឆ្នាំមកហើយទើបតែពេលថ្មីនេះអាជ្ញាធរបានដាក់បញ្ជាឲ្យពួកគាត់ចាកចេញពីផ្ទះសម្បែងដើម្បីប្រគល់ដីឲ្យក្រុមហ៊ុនអូស្ត្រាលីធ្វើអាជីវកម្មរ៉ែមាសក្រុមប្រជាពលរដ្ឋមិនដឹងថាតើពួកគាត់ត្រូវធ្វើដំណើរទៅរស់នៅទីណាផ្សេងទៀតទេបន្ទាប់ពីការគម្រាមដុតបំផ្លាញផ្ទះសម្បែងរបស់គាត់ដោយអាជ្ញាធរប្រសិនបើពួកគាត់មិនស្ម័គ្រចិត្តរុះរើដោយខ្លួនឯងទេនោះអាជ្ញាធរបានចោទប្រកាន់ថាប្រជាពលរដ្ឋទាំងនោះបានធ្វើការរករ៉ែជាលក្ខណៈគ្រួសារប្រើជាតិគីមីធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដំបូងឡើយប្រជាពលរដ្ឋបានសុំឲ្យអាជ្ញាធរជួយផ្ដល់លុយកាក់ជាសហុយសម្រាប់ការរុះរើផ្ទះសម្បែងនិងរកដីផ្សេងទៀតជាថ្នូរឲ្យពួកគាត់សង់លំនៅឋានប៉ុន្តែអាជ្ញាធរបានបដិសេធដោយឡែកនៅខេត្តរតនគិរីប្រជាពលរដ្ឋនៅស្រុកអូជុំស្រុកអូយ៉ាដាវនិងស្រុកបកែវរាប់រយគ្រួសារផ្សេងទៀតកំពុងប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំដើម្បីរឹបអូសដីទាំងនោះប្រគល់ឲ្យក្រុមហ៊ុនយួនឈ្មោះហួងអានធ្វើអាជីវកម្មរ៉ែលោហៈនិងបង្កើតរោងចក្រស្លដែកក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនហួងអានស្លៀកពាក់ឯកសណ្ឋានទាហានយួនបានចូលមកបោះបង្គោលលើដីស្រែចម្ការរបស់ប្រជាពលរដ្ឋបង្កើតជាបាតុភិបចម្រូងចម្រាសហើយមិនយូរមិនឆាប់គេគិតថាដីធ្លីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតំបន់នោះនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុនយួនគ្មានសំណងអ្វីទាំងអស់កាលពីពេលថ្មីនេះក្រុមអ្នកជំនាញបានលើកឡើងថាបញ្ហា3ចំណុចធំដែលអាជ្ញាធរត្រូវតែគិតគូរដោះស្រាយដោយការទទួលខុសត្រូវដើម្បីធ្វើប្រតិបត្តិការអាជីវកម្មរ៉ែមាសឲ្យបានសម្រេចជោគជ័យនិងមិនប៉ះពាល់ដល់សហគមន៍អនុសាសន៍ទាំងនោះរួមមានការធ្វើអាជីវកម្មរ៉ែមាសត្រូវគិតគូរពីផលប៉ះពាល់ចំពោះបរិស្ថានក៏ដូចជាផលប៉ះពាល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានប្រសិនបើរកឃើញថាមានផលប៉ះពាល់ត្រូវដោះស្រាយឲ្យបានទាន់ពេលវេលាដោយធានាចំពោះផលប្រយោជន៍ទាំងភាគីធ្វើអាជីវកម្មនិងភាគីរងគ្រោះដើម្បីបញ្ជៀសបញ្ហាទាំងអស់នេះមុនពេលធ្វើអាជីវកម្មរ៉ែមាសត្រូវមានការជួបពិភាក្សាជាមួយប្រជាពលរដ្ឋថ្នាក់មូលដ្ឋានដែលអាចទទួលរងផលប៉ះពាល់ហើយធ្វើការសិក្សាផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមកប៉ុន្តែករណីនៅភូមិអូខ្វាវអាជ្ញាធរបានបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែងដោយបង្ខំនិងមិនមានឆន្ទៈដោះស្រាយជាគោលនយោបាយឬការពារផលប្រយោជន៍ប្រជាពលរដ្ឋក្រីក្រនោះឡើយការរកឃើញវិសាលភាពនៃធនធានរ៉ែមាសនៅស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីពេលថ្មីនេះបានទាក់ទាញអារម្មណ៍ក្រុមហ៊ុនពាណិជ្ជកម្មរបស់យួនជាច្រើនឲ្យរំជើបរំជួលចង់បណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជាការរកឃើញរ៉ែមាសនេះគឺជាធនធានដ៏ធំអស្ចារ្យរបស់កម្ពុជាដែលបណ្ដាប្រទេសក្នុងអាស៊ានគ្មានប្រទេសណាមួយមានធនធានរ៉ែមាសមហាសាលដូចកម្ពុជានោះទេប៉ុន្តែរូបភាពនេះត្រូវបានគេមើលឃើញថាជាក្តីរំភើបរបស់មេដឹកនាំរដ្ឋាភិបាលប៉ុន្តែវាជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទន់ខ្សោយដែលរងផលប៉ះពាល់ដូច្នេះសម្រាប់អ្នកម្ចាស់ឆ្នោតចាំបាច់ត្រូវតែចូលរួមយកចិត្តទុកដាក់ខ្លំមើលសកម្មភាពមេដឹកនាំបច្ចុប្បន្នដើម្បីកុំឲ្យមានភាពស្រពេចស្រពិលនៅពេលដែលការបោះឆ្នោតឆ្នាំ2012និងឆ្នាំ2013បានមកដល់ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនខ្ញុំមានសភាពន្លឺភ្លើងទៀនភ្នំពេញប្រជាពលរដ្ឋនៅស្រុកឈូកកំពុងដាច់ស្បៀងលោកកងប៊ុនរាយការណ៍លម្អិតជុំវិញព័ត៌មាននេះ
អ្នកភូមិនៅស្រុកឈូកខេត្តកំពតបានដឹងថាពួកគាត់កំពុងស្ថិតក្នុងស្ថានភាពគ្មានអាហារបរិភោគហើយត្រូវរកសត្វល្អិតមកទទួលទានជាមួយបាយពលរដ្ឋថ្លែងថាពួកគាត់គ្មានប្រាក់ដើម្បីទិញម្ហូបមកទទួលទាននោះទេដោយសារពួកគាត់ក្រីក្រធ្វើស្រែចម្ការមិនសូវបានផលដោយគ្មានប្រព័ន្ធស្រោចស្រពគឺអាស្រ័យលើមេឃទាំងស្រុងហើយស្រែចម្ការដែលនៅតាមជម្រាលភ្នំពុំមានទឹកសម្រាប់ស្រោចស្រពធ្វើឲ្យផលទទួលបានតិចតួចមិនអាចហូបគ្រប់គ្រាន់អ្នកភូមិទួលឃុំលបាកស្រុកឈូកខេត្តកំពតបានត្អូញត្អែតាមប្រព័ន្ធផ្សព្វផ្សាយថាកូនរបស់គាត់ត្រូវឆ្លៀតពីរៀនទៅជីកយកកញ្ចាអាចគោខ្យងក្តាមជាដើមដើម្បីធ្វើជាម្ហូបទទួលទានហើយមុខរបររបស់អ្នកភូមិក្រៅពីការធ្វើស្រែចម្ការដ៏តិចតួចពួកគាត់ត្រូវឆ្លៀតចូលព្រៃរកជីកទំពាំងជីកមើមក្ដួចកាប់ឫស្សីមកលក់ដើម្បីបានប្រាក់ចាយវាយប៉ុន្តែនៅពេលដែលការចូលព្រៃកាប់ឫស្សីត្រូវបានហាមឃាត់អាជីពរបស់គាត់ស្ទើរតែត្រូវបានបាត់បង់ទាំងស្រុងដោយរំពឹងតែផលដំណាំដ៏តិចតួចរបស់គាត់តែប៉ុណ្ណោះអញ្ញាធននៅភូមិទួលឃុំលបើកបានឲ្យដឹងថាឥឡូវនេះប្រជាពលរដ្ឋនៅមានស្បៀងអាហារបន្តិចបន្តួចសម្រាប់ហូបចុកប៉ុន្តែនៅខែក្រោយៗទៀតមានគ្រួសារខ្លះនឹងត្រូវដាច់ស្បៀងព្រោះគ្មានចំណូលពីការលក់អស់ធ្យូងឬកាប់ឫស្សីដូចជារៀងរាល់ឆ្នាំកន្លងមករដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាតែងបានធ្វើការអួតអាងពីការអភិវឌ្ឍមិនចេះឈប់ឈរហើយអះអាងថាមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេក៏ប៉ុន្តែកន្លងមកមានការរកឃើញថាប្រជាពលរដ្ឋនៅតែត្រូវបាត់បង់ជីវិតដោយសារគ្មានអាហារបរិភោគបាទលោកនាងស្ដាប់ជាទីមេត្រីនៅក្នុងសប្តាហ៍នេះផងដែរលោកប្រវិស្នាបានរាយការណ៍មកថាថ្នាក់ដឹកនាំរបស់គណៈបកសំរងស៊ីបានហៅការរិះគន់របស់មេដឹកនាំរដ្ឋាភិបាលទៅលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថាជាការមិនទទួលខុសត្រូវថ្នាក់ដឹកនាំគណៈបកសំរងស៊ីបានចាត់ទុកការរិះគន់វាយប្រហារដោយពាក្យសម្ដីធ្ងន់ធ្ងរពីសំណាក់មេដឹកនាំរដ្ឋាភិបាលទៅលើលោកសូយ៉ាសូបេឌីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានាពេលថ្មីៗនេះថាមេដឹកនាំរដ្ឋាភិបាលលោកហ៊ុនសែនមិនបានខ្វល់ពីការជួយជ្រោមជ្រែងពីប្រទេសលោកខាងលិចដែលជួយដល់ប្រទេសកម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យទេព្រោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងតែទទួលជំនួយពីប្រទេសចិនកុម្មុយនីសការចាត់ទុកពីថ្នាក់ដឹកនាំរបស់គណៈបកសំរងស៊ីថារដ្ឋាភិបាលមិនបានខ្វល់ខ្វាយជាមួយនឹងប្រទេសលោកខាងលិចគឺបានកើតឡើងនៅក្រៅពេលដែលលោកហ៊ុនសែនបានចាប់ផ្ដើមធ្វើការរិះគន់ទៅលើលោកសូយ៉ាសូបេឌីដែលបានមកទស្សនកិច្ចជាផ្លូវការលើកទី3ពិនិត្យមើលប្រព័ន្ធយុតិធធម៌នៅក្នុងប្រទេសកម្ពុជាលោកគង់គំប្រធានស្ដីទីរបស់គណៈបកសំរងស៊ីធ្លាប់បានមានប្រសាសន៍ប្រាប់អ្នករាយការណ៍ព័ត៌មានថាមេដឹកនាំរដ្ឋាភិបាលនៅពេលបច្ចុប្បន្ននេះបានកំពុងតែប្រទុសរាយវាយប្រហារតាមពាក្យសម្ដីទៅលើអង្គការជាតិនិងអន្តរជាតិព្រោះថារដ្ឋាភិបាលប្រទេសនេះបានកំពុងទទួលជំនួយពីប្រទេសចិនកុម្មុយនីសដោយមិនបានខ្វល់ពីជំនួយសហគមន៍អឺរ៉ុបឡើយលោកថាមេដឹកនាំរដ្ឋាភិបាលសពថ្ងៃមានគោលបំណងដើរទៅរកផ្លូវកុម្មុយនីសវិញក៏ប៉ុន្តែបំណងនេះមិនអាចធ្វើទៅរួចឡើយព្រោះប្រទេសកម្ពុជាមានគណៈបកសំរងស៊ីរួមជាមួយនឹងប្រជាពលរដ្ឋនិងប្រទេសផ្ដល់ជំនួយសហគមន៍អឺរ៉ុបមិនអនុញ្ញាតឲ្យធ្វើអ្វីតាមតែអំពើចិត្តរបស់មេដឹកនាំរដ្ឋាភិបាលនោះឡើយកប្បកិរិយាគេរាល់ថ្ងៃគេបន្ទុះស្រាយនឹងអង្គការសហជីវជាតិគេបន្ទុះស្រាយនឹងបណ្ដាអង្គការសិទ្ធិមនុស្សអង្គការសេដ្ឋកិច្ចរបស់អង្គការសហជីវជាតិគេបន្ទុះស្រាយនឹងអាមេរិកគេបន្ទុះស្រាយនឹងបណ្ដាប្រទេសលោកខាងលិចសហគមន៍អឺរ៉ុបអីចឹងដូច្នេះជំនួយលោកខាងលិចសហគមន៍អឺរ៉ុបទាំងផលប្រយោជន៍ប្រជាធិបតេយ្យទាំងផលប្រយោជន៍សិទ្ធិប្រជាពលរដ្ឋទាំងផលប្រយោជន៍អភិវឌ្ឍគឺថាគេមើលអត់ឃើញទេគេមើលឃើញតែជំនួយរបស់ចិនមិត្តភាពកម្ពុជាចិនមិត្តភាពកម្ពុជាវៀតណាមអីចឹងទំនាក់ទំនងកម្ពុជាចិនទំនាក់ទំនងកម្ពុជាវៀតណាមវាមិនមែនជាមិត្តភាពទេវាទំនាក់ទំនងអញ្ចឹងដូច្នេះវាគេហៅថាតាំងតែពីដើមមកគឺថាបើសិនជារណបសេដ្ឋកិច្ចរណបប្រាក់កាសជាមួយខាងណាហើយគឺថាវានិន្នាការវាជាមួយខាងនោះឯងដូច្នេះអត់ថ្ងៃនេះជំនួយចិនជំនួយវៀតណាមគេហៅថាសកម្មភាពខ្ញុំចង់និយាយថាជាមួយលោកខាងលិចគេធ្វើជួយទេ